ភេទស្រីពេលករណីដែលគាត់មានផ្ទៃពោះហើយគាត់ទៅការសម្រាលអីហ្នឹងអាហ្នឹងក៏យើងមានមុខងារនឹងដែរករណីបែបហ្នឹងគឺយក follow ទៅតាមរូបរបស់ក្រុមហ៊ុនករណីដែលបុគ្គលិកម្នាក់ហ្នឹងគាត់ធ្វើការលើសពី1ឆ្នាំអាហ្នឹងគាត់បាន50%នៃប្រាក់ខែរបស់គាត់ចំនួន3ខែករណីដែលគាត់បម្រើការនៅក្រុមហ៊ុនមួយហ្នឹងក្រោម1ឆ្នាំគឺអត់បានទេតែអនុញ្ញាតឲ្យគាត់ឈប់ដូចគ្នាគាត់តែគាត់បានទទួលប្រាក់បៀវត្សអាហ្នឹងសម្រាប់ leave ហើយសម្រាប់ feature មួយទៀតគឺតាក់ទងជាមួយនឹង payroll ឬក៏យើងអាចហៅថាជាប្រភេទប្រាក់ខែអាហ្នឹង HR គាត់ជាអ្នក process ដូចគ្នាក៏តែត្រូវការ approval ចេញពី CEO ដូចគ្នាដែរHR គាត់ជាអ្នកធ្វើការ prepare ទៅលើ payroll មួយហ្នឹងសម្រាប់ឲ្យបុគ្គលិកមួយនៅក្នុងក្រុមហ៊ុនតែ HR គាត់អត់ទៅធ្វើមួយទេ system យើងក៏គឺជាអ្នក control ទៅលើ process ហ្នឹងទៅមូល HR គាត់ថា click មក click ទៅហើយ submit បន្ទាប់មក CEO គាត់ review មកតង់ទៀតករណីដែល CEO គាត់ okay approve pay slip ហ្នឹងចេញទៅផ្លូវការបើមិនករណីដែល CEO ហ្នឹងគាត់អត់ approve ទេគាត់ reject អញ្ចឹងមានន័យថា HR ហ្នឹងគាត់ត្រូវការ review ឬក៏ត្រូវការ update អីផ្សេងៗតាមហ្នឹងទៅហើយករណីមួយទៀតគឺតាក់ទងជាមួយ dashboard ក៏អញ្ចឹងដែរគឺយើងបង្ហាញ based ទៅលើ role របស់គាត់ករណីដែលគាត់ជា admin ជា employee ឬក៏ជា CEO ឬក៏ជា HR គាត់ឃើញ dashboard គាត់គឺខុសគ្នាហើយតាក់ទងជាមួយនឹង feature មួយទៀតគឺ attendance ហ្នឹងគឺយើងមានពីរ option ឲ្យគាត់ option ទី1គាត់អាចចូលទៅ check in ឬក៏ check out នៅក្នុង system direct ករណីទី2គឺគាត់អាចប្រើទូរស័ព្ទរបស់គាត់ហ្នឹង scan QR code ហើយ system របស់យើងគឺវានឹង auto check in ឬក៏ check out ឲ្យគាត់ auto បានហើយកន្លែងហ្នឹងដែរគឺយើង validate based ទៅលើ location របស់គាត់ផ្ទាល់ករណីដែលគាត់នៅស្ថិតនៅចម្ងាយ30ម៉ែត្រពីក្រុមហ៊ុនអានេះបានគាត់អាច scan មកតែករណីដែលគាត់ស្ថិតនៅឆ្ងាយលើសពី30ម៉ែត្រគឺគាត់ scan ចេញទេកុំsystem យើងវានឹង validate កន្លែងហ្នឹងដែរហើយករណីមួយទៀតមាន feature មួយទៀតគឺតាក់ទងជាមួយនឹង public holiday នៅក្នុងហ្នឹងគឺយើងអាចអនុញ្ញាតឲ្យHR របស់យើងគាត់អាច insert ឬក៏ create public holiday based ទៅលើ company policy របស់គាត់ពួកក្រុមហ៊ុនមួយចំនួនទៅគាត់អត់មានទៅ follow តាមច្បាប់របស់រដ្ឋទេក្រុមហ៊ុនខ្លះទៅគាត់មានថ្ងៃជប់សម្រាប់របស់គាត់ហ្នឹងអាស្រ័យទៅលើ policy ដែលគាត់កំណត់មកអញ្ចឹងយើងអាចអនុញ្ញាតឲ្យ HR ហ្នឹងគាត់ទៅបង្កើតខ្លួនឯងហើយ public holiday ហ្នឹងដែរគឺវា relate ទៅកន្លែង attendance ដូចគ្នាករណីដែលស្ថិតនៅក្នុង public holiday ពេលដែល employee គាត់ check in ឬក៏ check out គឺ check អត់ចេញទេគឺ system យើងគឺវានឹង validate ត្រង់កន្លែងហ្នឹងហើយវានឹង alert message ថាថ្ងៃហ្នឹងគឺថ្ងៃឈប់សម្រាកអញ្ចឹង check in ឬក៏ check out អត់កើតទេដូចគ្នាអាហ្នឹងសម្រាប់ feature public holiday ហើយតាក់ទងជាមួយនឹង announcement ហ្នឹងក៏អញ្ចឹងដែរ announcement ហ្នឹងគឺយើងប្រើប្រាស់វាសម្រាប់ announce តាក់ទងជាមួយនឹងព័ត៌មានទូទៅនៅក្នុងមុខរបស់គាត់ហើយ announcement ហ្នឹងគឺយើងមានមុខងារសម្រាប់ announce ទៅតាម department មួយឬក៏ទៅតាមបុគ្គលិកមួយអាហ្នឹង based ទៅលើដែល HR គាត់ចង់ announcement ហើយ announcement ហ្នឹងគឺយើងអាចប្រើបានគ្រប់ department ណាក៏គាត់អាចប្រើ announcement feature ហ្នឹងបានដែរតាក់ទងជាមួយ recruitment management ហ្នឹងក៏អញ្ចឹងដែរអាហ្នឹងមុខងារហ្នឹងគឺយើងប្រើប្រាស់សម្រាប់ឲ្យ HR គាត់ collect យក CV ដែលបុកដែលបេក្ខជនគាត់ submit CV គាត់ហ្នឹងចេញពី social media ដូចជា Telegram Facebook LinkedIn ឬក៏ social media ផ្សេងគាត់យកមក upload នៅក្នុង system របស់យើងបន្ទាប់មកបានឲ្យ HR ហ្នឹងគាត់ជាអ្នកmanage ទៅលើ CV មួយហ្នឹងហើយនៅក្នុង system យើងក៏មានកន្លែងមួយដែលអនុញ្ញាតឲ្យ HR ហ្នឹងគាត់អាចទៅ update status ដូចជា call ទៅជួបបេក្ខជនហៅគាត់មកសម្ភាសហើយទៅ call នឹងជាប់ឬក៏ធ្លាក់ហើយករណីខ្លះទៅគាត់ជាប់តែគាត់អត់មកឬក៏វាអាចមានផ្សេងលើពីហ្នឹងទៀតអាហ្នឹងសម្រាប់ recruitment management ហើយយើងអាច keep history នៅក្នុងហ្នឹងបានដូចគ្នាតើតើជាមួយ feature មួយទៀតគឺតើតើជាមួយនឹងប្រភេទ report ហ្នឹងយើងមាន3មុខងារតើតើជាមួយដំបូងហ្នឹង attendance មានមួយទៀតគឺ payroll ហើយប្រភេទហ្នឹងពេលដែលគាត់ចង់ export អីមកវានឹង export ឲ្យគាត់ជា list ជាលក្ខណៈ Excel file អាហ្នឹងសម្រាប់ឲ្យ HR ជាមួយនឹង admin
ហើយមួយទៀតហ្នឹងគឺតកតងជាមួយនឹង audit log feature ហ្នឹងគឺវា relate ទៅ security ដែរករណីអាហ្នឹងគឺវានឹងtrack ពីរាល់សកម្មភាពដែល user ឬក៏ employee គាត់ធ្វើនៅក្នុង system របស់យើងករណីពេលគាត់ log in ឬក៏គាត់ insert ឬក៏គាត់ create ឬក៏គាត់ delete data អីគឺ system របស់យើងវានឹង track ទុកនៅក្នុង audit log របស់យើងអញ្ចឹងករណីដែលបាត់បង់ data ឬក៏ករណីមានអ្វីមួយដែលមានប្រកបនៅក្នុង system របស់យើង admin គាត់អាចចូលទៅ check ក្នុងហ្នឹងបានហើយមួយវិញទៀតគឺយើងមាន feature មួយសម្រាប់ឲ្យ admin គាត់ backup data របស់គាត់ backup data របស់ក្រុមហ៊ុនករណីដែលsystem ហ្នឹងប្រើបានយូរហើយ admin គាត់ចង់ backup data ហ្នឹងយកមកទុកនៅក្នុង local របស់គាត់គឺយើងមាន feature មួយសម្រាប់ឲ្យគាត់ backup database ហ្នឹង direct នៅក្នុង system របស់យើងដោយអត់ចាំបាច់ឲ្យគាត់ចូលទៅ server ហើយឲ្យគាត់ទៅ run SQL client ទេអញ្ចឹងយើងមាន feature មួយហ្នឹងឲ្យគាត់ backup data ដែរហើយប៉ុណ្្នឹងហើយលោកចប់ហ្នឹងណាបាទហើយមានដឹងខុសហើយក្នុងក្រុមមានដឹងនិយាយនឹងខុសហើយជឿជាក់ថាត្រូវណានិយាយហ្នឹងគ្រូសប្បាយចិត្តផងគ្រូខឹងផងសប្បាយចិត្តយ៉ាងម៉េចសប្បាយចិត្តថាសិស្សយល់ពីប្រព័ន្ធចឹងសិស្សដែលនិយាយប្រាប់គ្រូហ្នឹងគឺកំពុងបញ្យល់ប្រព័ន្ធអូខេបាទលោកគ្រូបញ្យល់ពីប្រព័ន្ធប៉ុន្តែបើគេស្រង់យក scope ក៏បានដែរប៉ុន្តែក្នុងការសរសេរសភៅកន្លែងហ្នឹងគឺជាការអត្ថាធិប្បាយអំពីប្រព័ន្ធសង្ខេបសារណាបានអូខេ the scope អូនឯងសរសេរត្រេមកថា system របស់យើងបង្កើតសុវត្ថិភាពមានសុវត្ថិភាពបែបម៉េចណាបងគាត់បញ្ជាក់មកអត់សិក្សាករណីទេអត់ចាំបាច់ប្រាប់គេករណីទេយើងធ្វើចំណុចនេះមានប្រមាណចំណុចអូខេកន្លែងហ្នឹងគុំអ្វីដែលខ្ញុំនិយាយមិញហ្នឹងខ្ញុំគ្រាន់តែចង់detail ទៅឲ្យលោកគ្រូយល់ថា system របស់យើងគឺមានមុខងារអីខ្លះទេតែពេលដែលយើង source comment ទេខ្ញុំគ្រាន់តែដាក់ trade ទេយ៉ាដាក់ trade វាអត់និយាយករណីចេះមានប្រមាណករណីមានប៉ុណ្ណឹង trade បានលោកបាទមានប្រមាណករណីមានប៉ុណ្ណឹង trade បើសិនជាពាក្យបងឯងនិយាយមិញហ្នឹងណាបងឯងច្រឡងវាទៅដាក់នៅក្នុងឆាត GPT ហើយឲ្យវាបង្ហាញពី structure អា structure ហ្នឹងហើយគឺជា scope តើអត់ណាលេខឆាត GPT អញ្ចឹងអា scope ហ្នឹងថាយើងធ្វើអីខ្លះអត់ចាប់បាច់រីរ៉ាប់ស្អីទេគ្រាន់តែជំហានមួយគោលថាយើងត្រូវធ្វើការ register យើងត្រូវចូលយើងត្រូវធ្វើនេះប៉ុន្តែមានរឿងមួយទៀតដែលគ្រូចាប់កំហុសមានរឿងមួយទៀតតើបងឯងយកឯកសារពីខាងដើមប៉ុន្តែឥឡូវប៉ុណ្ណឹងចប់ទៅនៅកុំឲ្យខ្មោច bio ទៅណាណីឲ្យឃើញថាscope បងឯងយល់ថាជា content មួយបានគ្រូបានគ្រូ content មួយករណីឲ្យវាคล้ายទៅជា function ឬក៏คล้ายទៅជា form ប៉ុន្តែកុំនិយាយពាក្យថា form កុំនិយាយពាក្យថា system អីសោះយល់ទេអូខេបានន័យថាដែនកំណត់នៃណានៃដែនកំណត់នៃប្រធានបទសាសនាយើងខ្ញុំនេះមានដំណោះស្រាយលើចំណុចកខកខងតោះណាចំណុច security ចំណុចជួការងារចំណុច announcement ចំណុចហើយបើចំណុចហ្នឹងមានបែកខ្នែងបងអូនដាក់បែកខ្នែងក៏បានបងអូនដាក់ដាច់ក៏បានដែរពីព្រោះពេលហ្នឹងគេបំបែកវាទៅ button app ហើយទៅធៀបទាំងអស់ទៅជា function ទាំងអស់តើណាបានលោកគ្រូបាទតាន់ button app ទេនេះយើងតាន់ button app ទេយល់ពាក្យ button app ទេគឺអត់ទាន់យល់លោកគ្រូ button app ហ្នឹងគឺយកអាធាតុលម្អិតដែល
subform ក៏និយាយអា main form ក៏និយាយអា passport ហ្នឹងតាមពិត passport អត់ត្រូវនិយាយគ្រាន់តែជា management ទេជាតាក់ទិកនៃការគ្រប់គ្រងដែលគ្រប់គ្រងការងារទេលើ passport យល់ទេហើយអាចនិយាយតាម user មួយ user ណាធ្វើអីណាឥឡូវគូស្ដាប់មិញហ្នឹងអត់ឃើញថាតើ user ដែលត្រូវប្រើក្នុងប្រព័ន្ធហ្នឹងមានប្រមាណប្រភេទ user ពេចប្រើគូមាន4គូមានប្រភេទ role របស់គាត់ជា admin ជា employee ធម្មតាជា HR និង CEO គូមើលម្ដងទៀតនិយាយម្ដងទៀតសុំម្ដងទៀតមាន admin HR CEO និង employee គូហ្នឹង admin ហ្នឹងយ៉ាប់ច្រឡំពី administrator ជា permission របស់ user យ៉ាប់ច្រឡំណាអត់ទេគ្រូអត់ទេអាហ្នឹងគឺគាត់ជា user ដែល control ទៅលើ system យ៉ាងទាំងមូលអាហ្នឹងគ្រូ admin រដ្ឋបាលឬក៏ admin administrator administrator គ្រូ no អត់ត្រូវនិយាយអាហ្នឹងទេកន្លែងហ្នឹងកែសិស្សអាស៊ីអឺរ៉ុបភាគច្រើនតែនិយាយ admin employee និយាយអញ្ចឹងណាកូនកន្លែងហ្នឹងខុសហើយយើងអាចនិយាយថា admin system បានណាលោកគ្រូsystem ហ្នឹងបង្កើតកាលណាគេបង្កើតហើយគេបកគលឲ្យទៅអ្នកណាในการកាប់ណាទៅ admin រដ្ឋបាលហើយ admin រដ្ឋបាលគាត់អ្នកមានសិទ្ធិអីបានន័យថារចនាសម្ព័ន្ធរបស់អូននោះមាន CEO មានអីគឺយកឈ្មោះរចនាសម្ព័ន្ធហ្នឹងយកមកប្រើជា external entity តើណាអត់អាចដាក់ឈ្មោះណាដែលនៅក្រៅនៅក្រៅរចនាសម្ព័ន្ធនឹងបានទេមានន័យថាបើដាក់ឈ្មោះនៅក្រៅរចនាសម្ព័ន្ធមានន័យថារចនាសម្ព័ន្ធនឹងវាខ្វះតើនេះនិយាយណាបើករចនាសម្ព័ន្ធឲ្យគ្រូមើលតិចមើលបើករចនាសម្ព័ន្ធមកដាក់មកអា structure យើងនោះ structure ឲ្យគ្រូមើលនោះបាទអូនគួរតែមាន folder មួយហ្នឹងអូខេអញ្ចឹង user ទាំងអស់ស្ថិតនៅក្នុងតំណែងហ្នឹងបើអត់មាននៅក្នុងតំណែងហ្នឹងទេខុសហើយបាទនេះគាត់នេះយើងដល់គ្រូបាទអញ្ចឹងឧទាហរណ៍ថានៅទាញមកកន្លែងរដ្ឋបាលឲ្យគ្រូមើលទីតររដ្ឋបាលអត់ទេរចនាសម្ព័ន្ធលោកគ្រូមានណាថ្មីមួយបងនេះដាក់នៅ general មែនអារូបបាញ់ណាគ្រូមានណាថ្មីមករ៉ាបាទនេះជា rule របស់យើងណាហើយនេះយើងបានគ្រូបាទវាជា rule កណា CEO គាត់ធ្វើបានអីខ្លះយើងទៅ set function វាទៅអត់បាទអា function វាហ្នឹងហើយជា scope ហ្នឹងទៅហ៎បានគ្រូអា function ហ្នឹងវាជា scope ខ្ញុំបាញ់ខ្ញុំ load អីគេបងតាអា voice design ហ្នឹងណាដូចជានៅ10 team 10 men មើលថា10 men មកអត់ទៅជា load អីនេះមិនប៉ាលេគាត់ខ្ញុំចាយឈប់គ្រូបាទណាបាត់ slide ទៅណាបងតាណាអត់បើក voice អញ្ចឹងចឹងនេះគាត់ផ្ញើមកខ្ញុំនិយាយតែខ្ញុំភ្លេចបើក voice ចឹងបានស្ដាប់បន្លឺនេះអានេះខ្ញុំ design ថ្មីគាត់ថាអត់មានត្រានៅលើសារខ្ញុំថានៅ slide ខ្វល់សំខាន់បងប្អូនឯងយល់បានហើយតែយល់បានហើយយល់ចាំធ្វើក្រោយតែបើបើរូបនឹងមកប្រាប់ថាមាន position ដែល user ប្រើត្រូវកំណត់ទៅហ្នឹងឯណាគ្រូអត់មើលឃើញ slide ចឹងអត់មើលឃើញអក្សរចឹងនេះលោកគ្រូអត់ share ទេ share តែលោកគ្រូ share គេលោកគ្រូប៉ះអីអត់ឃើញវាយើងឃើញអត់ឃើញយើងផ្សេងទៀតឃើញ
ខ្ញុំប៉ះអីមិញវាដាក់ dismiss អត់នេះអានេះ so transition អូខេខ្ញុំបិទហ្នឹងហើយអូខេមកបាទ ចឹងគូបញ្ជាក់ម្ដងទៀតណាអូនតាមលក្ខណៈតារាងហ្នឹងណាគេអាចបង្កើតបានទៅជា user ហើយនឹង rule ហើយបាទអ្នក system បាទគ្រូ ហើយបាទអញ្ចឹងគូទៀមទាកន្លងមកគូទៀមទាថា CEO គាត់ធ្វើអីអូខេបន្ទាប់ពី CEO គាត់ធ្វើអី administrator គាត់ធ្វើអីពីណាធ្វើអីអូខេអាពីណាគេធ្វើអីនេះយើងបង្កើតបើនិយាយពី system វិញយើងបង្កើត form មួយសម្រាប់ input បញ្ចូលអូខេ input structure ចូលហើយ input function តោះនេះយើងតោះនេះភាគច្រើនបើ function ទី1យើង input មិនគ្រូអាហ្នឹងបើភាគច្រើនហ្មងយើង define វានៅក្នុង system យើង set logic ថា CEO គាត់អាចមានមុខងារអីអញ្ចឹងយើង define function ឲ្យគាត់ឲ្យទៅពេលគាត់ log in ចូលទៅជាស្ដាប់សិននឹងដោយសារកូនកើតមុនឪហ្នឹងហើយម្ដងទៀតណាបាទម្ដងទៀតនៅលើនឹងមានប្រមាណតំណែងមាននៅក្នុង structure ហ្នឹងមាន CEO គ្រូមើលឃើញទេមាន5តំណែងទេគ្រូមាន5តំណែងបាទ CEO ទៅទៀត GM បាទ GM General Manager គ្រូបាទអាហ្នឹងយកទៅដាក់ទុកនៅក្នុង table តែមួយត្រូវទេបាទ table មួយហ្នឹងឈ្មោះថា structure អូខេបន្ទាប់មកទៀតភ្ជាប់អាហ្នឹងណាទៅកាន់ table មួយទៀតដែលគេឲ្យឈ្មោះថា function អញ្ចឹង CEO ធ្វើអីបានខ្លះអូខេបងបង្កើតឲ្យ set មួយកំណត់មួយពេលដែល CEO នឹងគាត់ចង់បោះបង់ការងារមួយចោលបងធ្វើម៉េចលោកគ្រូខ្ញុំសូមបញ្ជាក់ឡើងនេះតិចដោយសារថា function មួយហ្នឹងគឺ dynamic ទេលោកគ្រូយើងបេះទៅលើ permission របស់គាត់អញ្ចឹងបើសិនជាយើង assign ករណីដែលយើង assign permission ឲ្យគាត់មាន set ក្នុងការធ្វើមកលើមុខងារមួយហ្នឹងគឺគាត់មាន set ហ្នឹងលោកគ្រូអាហ្នឹងគឺ dynamic លោកគ្រូយល់អាហ្នឹងឯងគ្រូនិយាយ dynamic មិនបងឯងស្ដាប់អត់បានទេនិយាយ dynamic ហ្នឹងលក្ខណៈ dynamic គឺមាន data structure គឺមាន table គាត់មកផ្ទាំងហ្នឹងមាន table 2ត្រូវទេអ្នកណាសងមកផ្ទាំងខ្ញុំលោកគ្រូមកផ្ទាំងហ្នឹងណាខ្ញុំ design ហ្នឹងវាមាន user មួយ role មួយនិង role permission មួយលោកគ្រូហ្នឹងយើងប្រើឈ្មោះថាខុសគ្នាទៅចោះប៉ុន្តែន័យតែមួយឯងអូខេអញ្ចឹងមកផ្ទាំងហ្នឹងបងអូនធ្វើដល់ table 3តោះណាបាទលោកគ្រូបាទអូខេ table ទី1 table user សម្រាប់ log in តើណាបាទ table ទី2 table assign ទៅ structure អូខេបាទ user assign ទៅ structure user ហ្នឹងទៅជា CEO user ហ្នឹងទៅជាស្អី user ហ្នឹងទៅជាស្អីតើណាបាទគ្រូបាទហើយបន្ទាប់មកទៀតនៅក្នុង CEO មានគេហៅថា role តែបងឯងថា permission បាទអូខេបាទតែបងឯងថា permission អញ្ចឹងមាន permission ហ្នឹងកំណត់ទុកហើយប៉ុន្តែក្នុងករណីដែលឧទាហរណ៍ថាអា role ហ្នឹងគឺជា table តែមួយដែលក្តោបទាំងអស់មកទាំងអស់ permission ទាំងអស់ដាក់ចូលហើយប្រយ័ត្នការ design ហ្នឹងណាប្រយ័ត្នការ design ហ្នឹងបត់បែនតាមការងារបានអត់ហ្នឹងណាអូខេលោកគ្រូខ្ញុំសូមខ្ញុំអត់ទៅយល់តែចាំខ្ញុំបញ្ជាក់តិចលោកគ្រូតែបើខ្ញុំ design ហ្នឹងទី1 user ហ្នឹងអាហ្នឹងយើង define user ធម្មតាអាមួយទៀតគឺសម្រាប់ define ទៅលើ role របស់ user ជា CEO ជា employee ក៏ជាផ្សេងអញ្ចឹងទៅហើយតែបើមួយទៀតគឺយើងសម្រាប់ define permission ថា user មួយហ្នឹងគាត់មាន set ធ្វើអីខ្លះនៅលើ system របស់យើងនិយាយប៉ុណ្ណឹងត្រូវហើយនិយាយប៉ុណ្ណឹងខ្ញុំយល់ហើយខ្ញុំដឹងថាត្រូវហើយប៉ុន្តែ table ទាំង3ហ្នឹងមានរយៈទំនាក់ទំនង one to many នឹងគ្នាអូខេបានគ្រូបាទណាប៉ុណ្ណឹងបាច់ detail ប៉ុន្តែអាមួយគឺ
វាមាន form input អាហ្នឹងមានន័យថា function ណាខ្ញុំទាញមកដែនកំណត់របស់យើងវិញព្រំដែនរបស់យើងអញ្ចឹងដែនរបស់យើងអាចឲ្យបញ្ចូល user អាចរក្សាទុកអ្នកប្រើប្រាស់អាចកំណត់ស្អីគេចេះបាទមុខងារអាចកំណត់មុខងារអាចកំណត់តំណែងអាចកំណត់មុខងារតើណាបាទគូបាទមានអីទៀតអាចអីទៀតត្រេមកណាអាចជួការងារអាច announcement អាចមកយល់អញ្ចឹងមានន័យថានៅក្នុង scope ហ្នឹងគឺយើងត្រេទៅតងជាមួយនឹង function ដែលមាននៅក្នុង system យើងទាំងអស់គ្រូយ៉ាប៉ុន្តែអត់និយាយពាក្យថា system ទេអត់បញ្ចូលនៅក្នុង system ទេបាទអត់បញ្ចូលទេគ្រាន់នេះខ្ញុំគាត់ថាបញ្ជាក់បាទខ្ញុំនិយាយបញ្ជាក់ទៀតម្ដងទៀតថា system វាកើតនៅក្នុង chapter 4ឯនោះយល់ទេបាទគ្រូបាទអានេះជាដែនដែលយើងត្រូវគិតថាយើងនឹងធ្វើឲ្យចេញuser register នេះអា table user នេះណាបើសិនជាបងអូនឆ្លាតពេលដែល register ទៅ register form ហ្នឹងទៅវាមានឈ្មោះវាមាន password នៅក្នុងហ្នឹងហ្មងនៅលើ form តែមួយហ្នឹងហ្មងអ្នក design database ខ្លះមានអា form register ហ្នឹងផ្សេងទៅរួចហើយបាន assign account មួយទៀតផ្សេងទៀតទៅអូខេបាទខ្ញុំធ្វើ store ក្នុង user ហ្នឹងហ្មងគ្រូបើសិនករណីដែលមាន data ក្នុង user ហ្នឹងគាត់ login បានយកហ្មងយ៉ាអូខេគាត់អាច change password ខ្លួនឯងបានអីចឹងទៅអាហ្នឹងជាដែនណាជាដែននៃការងាររបស់យើងថាអាចមានលេខសម្ងាត់ណាដែលអាចផ្លាស់ប្ដូរបានអាចអីប៉ុន្តែយើងអត់បាននិយាយប្រាប់ថាអានឹងជា system ដែលកើតហើយទេឲ្យគេអត់ទាន់ដឹងទេតែបងឯងបង្ហាញកន្លងមកមើលទៅដូច system ហ្នឹងវាកើតហើយវាអត់ទាន់កើតទេយល់ទេទោះបីជាជាក់ស្ដែងវាកើតមុនក៏ដោយយើងត្រូវតែនិយាយកុំឲ្យគេដឹងថាវាកើតមុនណាវាកើតមុនហ្នឹងខុសហើយយល់ទេគាត់បានគ្រូបាទអស់ហើយមានអីទៀតអូខេsystem បងឯងប្រើដោយកម្មវិធីអីខ្លះគ្រូខ្ញុំប្រើទី1ហ្នឹង framework Vue.js សម្រាប់ build ទៅលើ user interface backend ក៏ខ្ញុំប្រើ Laravel ហើយ database ក៏ខ្ញុំប្រើ Postgres វា support បានអីបាន computer បាន mobile តើតោះ system ហ្នឹងគឺសម្រាប់ responsive គឺយើងបានតែ responsive កន្លែងដែលគាត់ scan តែនេះលោកគ្រូក្រៅពីហ្នឹងគឺតម្រូវឲ្យគាត់ប្រើនៅលើ desktop ឬក៏ laptop screen ធំទូរស័ព្ទបានទេអត់ទេបានគ្រូអត់បានទេលោកគ្រូបច្ចុប្បន្នហ្នឹងវាមានមកដូចជាមកកន្លែងនេះលោកគ្រូដែលអាច responsive បានក្រៅពីហ្នឹងដូចជាយើងត្រូវការប្រើនៅលើ laptop ប៉ុន្តែ system យើងមុខងារមិញស្ដាប់ទៅដូចឃើញច្រើនគួរសមហើយអញ្ចឹងយើងត្រូវតែសេអា step ហ្នឹងឲ្យខ្ញុំបានឃើញច្រើនទៅឲ្យឃើញថាអូប៉ុណ្្នឹងទៅខ្ញុំអត់ពង្រីកទៅលើតាណាឬអីអ្វីដែលខ្ញុំទាមទាររ security រអីថែមហ្នឹងព្រោះនិយាយមកវាមករហូតតែអាដែនកំណត់ហ្នឹងអត់ឃើញហើយអា function ដែលយើងបានហ្នឹងយើងមានហ្នឹងខ្ញុំនៅបញ្ជាក់មួយទៀតបងឯងគួរតែនិយាយតាមបណ្ដា user អូខេយើង describe តាម user មួយក៏មិនគ្រូអាហ្នឹងល្អនិយាយ classify តាម user ឧទាហរណ៍ថា user កអ្នកបញ្ចូលអ្នកធ្វើអីអញ្ចឹងណាប៉ុន្តែគាត់ថានៅក្នុងដែនកំណត់វាមិនបានបញ្ជាក់ថាតាម user ទេប៉ុន្តែគាត់ថាអ្នកណាមួយធ្វើអីបន្ទាប់មកអ្នកណាមានធ្វើអីអ្នកណាធ្វើអីដូចជា function របស់យើងចឹងតែនេះគាត់យើងកុំប្រើថា user យើងថាកន្លងមកយើងទទួលបានព័ត៌មានថាអ្នកនេះឲ្យគាត់ធ្វើអីអ្នកនេះគាត់ធ្វើអីអ្នកនេះគាត់ធ្វើអីអ្នកនេះគាត់ធ្វើអីតើណាប៉ុន្តែនិយាយកន្លែងហ្នឹងណានិយាយកន្លែងហ្នឹងវាគាំងដែលគ្រូថាមិនចង់អូសកាឡាចេញវែងឆ្ងាយនិយាយកន្លែងហ្នឹងបងឯងទៅរកផោះតាំងដែលឧទាហរណ៍ថាអ្នកណាធ្វើអីជាលេខលាក់ជាกระดาษណាទោះបីជាអត់មានណាបងឯងអាចបញ្ចូលក្នុង system ហ្នឹងបងឯង
print វាចេញឲ្យទៅជាกระดาษធ្វើ report ចេញជាกระดาษអុកត្រាមួយបើយើងនៅរដ្ឋបាលស្រាប់ទេយើងនៅគ្នាយើងនៅនឹងដែរអុកមួយយកចេញមកណាព្រោះឯកសារដែលពាក់ព័ន្ធបងប្អូនតិចណាបើបងប្អូនមានតែกระดาษអានេះខ្ញុំនិយាយហួសដែនណាខ្ញុំនិយាយរឿងដែននេះនិយាយរឿងឯកសារពាក់ព័ន្ធវិញក្នុង chapter 2 វិញអូខេអញ្ចឹងអ្វីដែលបងប្អូនយកទៅធ្វើសមត្ថកម្មរចនាសម្ព័ន្ធបងប្អូនបានណាចុះអា function បងប្អូនមានអត់បើមានណាបើបងប្អូនបញ្ចូលទិន្នន័យហើយបងឯងធ្វើអានឹងជា word ធ្វើអានឹងជាស្អីអុកត្រាមួយចោលមកយល់ទេឃើញទេយល់ទេបាទលោកគ្រូចំពោះឯកសារដែលពាក់ព័ន្ធគឺខ្ញុំតែ mention បានដូចជារចនាសម្ព័ន្ធហើយនិងសភៅជាវត្តមាននិង pay slip បាទប៉ុណ្្នឹងតិចចឹងឥឡូវគឺដោយសារភាគច្រើនកំហុសគាត់នឹងអត់ស្អីមានទេដូចជាឧទាហរណ៍ដូចជា no ខ្ញុំយល់ឡើងហ្នឹងខ្ញុំកាត់ថាអត់មានហ្នឹងខ្ញុំឲ្យប្រឌិតបានខ្ញុំឲ្យប្រឌិតថាឧទាហរណ៍ថារចនាសម្ព័ន្ធយើងមើលទៅយើងឃើញមានចុះអាណាខ្លះធ្វើអីណាពេលខ្លះគេនិយាយមាត់ទៅទេប្រាប់យើងថាអ្នកនេះធ្វើអីអ្នកនេះធ្វើអីអ្នកនេះធ្វើអីយើងត្រូវ convert អាសំឡេងហ្នឹងណាឲ្យទៅជាกระดาษស្នាមហើយឲ្យគេទទួលស្គាល់យល់ទេបានថាបងអាចនិយាយនៅពេលការពារបានប្រាប់ថាក្រុមហ៊ុនគេអត់មានអានឹងច្បាស់លាស់ទេបានចម្លើយមកទេដូច្នេះពួកខ្ញុំបានធ្វើបាទស្រង់ស្ដាប់តាមប្រធានរដ្ឋបាលស្ដាប់ហើយពួកខ្ញុំស្រង់បានលក្ខខណ្ឌចេះអញ្ចឹងបងអាច print ចេញពី system បងអូនទៅហើយឲ្យគេវាយត្រាមកថាអានឹងជាឯកសារដែលយកបានរួចហើយយកអានឹងទៅធ្វើជា system អូខេយល់ហេតុផលគួរនិយាយហ៎បានគួរយល់បានន័យថា system យើងមិនមែនកើតឡើងដោយឯងទេ system យើងកើតឡើងដោយសារយកគំរូយកទិន្នន័យយកទម្រង់របស់គេមកទាំងស្រុងហ្មងតើណាយកពីក្រុមហ៊ុនមកហ្មងដល់យើងគ្រាន់តែបំលែងវាទៅជាប្រព័ន្ធព័ត៌មានទេយល់ទេនេះយើងយល់គួរយល់បាទអញ្ចឹងអ្វីដែលយើងបង្កើត user core ហ្នឹងធ្វើអីបានខ្លះ user core ធ្វើអីបានខ្លះហ្នឹងបាទណា CEO ធ្វើអីខ្លះនេះអីបានន័យថាគាត់ប្រាប់មាត់ទៅទេតែយើងបានចម្លងចូលមកហើយសុំការឯកភាពថាអានឹងពិតជាជាក់លាក់យល់ទេកន្លែងហ្នឹងគ្នាយើងណាបញ្ជាក់ឯកទៀតអូខេសុំមើលបាទមកឧទាហរណ៍ថាពេលដែលយើងទៅសួរទៅយើងបានថា CEO គាត់ធ្វើមុខងារប៉ុណ្ណេះប៉ុន្តែអាហ្នឹងយើងបានឲ្យគាត់វាយត្រាឲ្យយើងសរសេរមុខងារមួយរបស់គាត់ហ្នឹងសរសេរជាអក្សរហើយក៏យើងធ្វើជាគូជា diagram ឬក៏យើងសរសេរជាអក្សរត្រេថាឧទាហរណ៍ថា CEO ការងារទី1គាត់ធ្វើកទី2ធ្វើខអញ្ចឹងទៅយើងសរសេរឲ្យគាត់វាយត្រាមកអញ្ចឹងយើងយកអាហ្នឹងមកភ្ជាប់កន្លែងឯកសារដែលពាក់ព័ន្ធក្នុងចំណុចទី2នេះត្រូវយ៉ាគូទៅសរសេរតារាងក៏បានដែរគាត់សរសេរតារាងក៏បានដែរបាទណាតារាងក្នុង table របស់យើងនឹងយកមកឆ្នៃជាក្បាលកន្ទុយបន្តិចទៅសូមការឯកភាពក្រោយពីបានយើងសរសេរក្នុងនេះក្រោយពីបានសាកសួរណាលោកប្រធានណាយើងខ្ញុំបានទទួលបានព័ត៌មានបែបនេះតើជាក់លាក់អត់អញ្ចឹងលោកប្រធានគ្រាន់ណាវាយត្រាអុកពឹកថាជាក់លាក់ចប់អូខេបានន័យថាលោកប្រធានប្រាប់ចម្លើយហ្នឹងជាមាត់មកទេហើយដល់ពេលខ្ញុំបំលែងអាមាត់ហ្នឹងទៅជាกระดาษយល់ទេយល់គួរយល់បាទបំលែងអាមាត់ហ្នឹងទៅជាกระดาษហើយបានអាกระดาษហ្នឹងយកទៅសង់ជាប្រព័ន្ធបានយើងសម្រាប់ចិត្តសង់កើតយល់ទេយល់ទេបាទហើយបើយើងគេអត់ប្រាប់យើងផងយើងអត់មានផុសតាងផងយើងទៅបង្កើត CEO ធ្វើការងារនេះមានអីជាផុសតាងមានអីជាផុសតាងថា CEO ធ្វើការងារហ្នឹងរដ្ឋបាលធ្វើការងារហ្នឹងមានអីជាផុសតាងមាន announcement អត់អូខេមានលិខិតព្យួរអត់អូខេគួរតែសុំគេណាអាព្យួរធ្លាប់ព្យួរ10នាក់ក៏ដោយ20នាក់ក៏ដោយប៉ុន្តែយកតែម្នាក់មកបានណាអូខេបានគួរបាទធ្លាប់ announcement គេ announcement ប្រហែលអ្នកយក announcement ម្នាក់មកបានហើយតែបើគេ announcement កន្លងមកគេសរសេរលើក្តារខៀនអញ្ចឹងបងឯងយក announcement របស់យើងហ្នឹងយកទៅបង្ហាញប្រាប់គេថាពេលដែលកិច្ចការចប់ខ្ញុំនឹងធ្វើ system ឲ្យចេញតម្រង់ហ្នឹងតើលោកប្រធានឯកភាពអត់ឯកភាពអុកត្រាមួយឯកភាពសញ្ញាឲ្យមួយមក
ហើយ បាទលោកគ្រូ បាទសង្កត់យកផោះតាំងណាកន្លងមកក្រុមគេបានអា document ហ្នឹងតិចកាលណាអា document ហ្នឹងតិចណានាំឲ្យរក scope អត់ឃើញច្បាស់ណារក scope អត់ឃើញទេពួកក្រុមខ្លួនឯងហ្នឹងក៏រក scope អត់ឃើញដែរមកឃើញនោះអូខេអញ្ចឹងទៅបាន document តាមដំណើរហ្នឹងទៅរុញទៅ scope កុំឲ្យគេហៅតកូនកើតមុនឪដល់ពេលអញ្ចឹងអត់ដឹងតាមពិត system ហ្នឹងនិយាយមកគ្រូសบายចិត្តគ្រូពេញចិត្តបាទគ្រូកំពុងចាប់គ្រូកំពុងរកអ្នកធ្វើអាហ្នឹងឲ្យគ្រូដែរហ្នឹងដូចគ្នាហ្នឹងតម្រុំតែមួយហ្នឹងបាទពួកបងអូនរវល់អញ្ចឹងឲ្យយកមកកែទៅជារបស់គ្រូមិនកើតទេ free ថ្ងៃថាទឹកលោកគ្រូ ខ្ញុំជាប់បង្ហាត់ពីអាទិត្យទៀតបានផុតខ្ញុំទៅខេត្ត អូ លោកគ្រូខ្ញុំសូមមួយ បាទ ពាក់ព័ន្ធនឹងលោកគ្រូជួយបែងចែកអាឡែងវិសាលភាពនៅដែនកំណត់បើឥឡូវខ្ញុំនិយាយអ្វីដែលខ្ញុំដឹងអាឡែងវិសាលភាពគឺអ្វីដែលយើងយកមកធ្វើនៅដែលយើងអាចធ្វើបាននៅក្នុង system របស់យើងហើយចំពោះ limitation ឬក៏ដែនកំណត់ហ្នឹងគឺនិយាយពីដែនកំណត់ដែលយើងអាចធ្វើទៅដល់ឧទាហរណ៍ថាខ្ញុំ mention នៅក្នុង document ជាក់ស្ដែងកន្លែងចំពោះទី1នេះលោកគ្រូកន្លែង គ្រូកាត់តិចគ្រូកាត់តិចកន្លងមកគ្រូធ្លាប់សួរនៅក្នុងថ្នាក់ឃើញសិស្សឆ្លើយរៀងខុសចិត្តបន្តិចប៉ុន្តែយក reference ចេញពីគ្រូសិក្ខាអញ្ចឹងណាអូខេបាទវិសាលភាពហើយនឹងដែនកំណត់អូខេតាមកាពិតទៅពាក្យពីរហ្នឹងមានន័យតែមួយទេវិសាលភាពនិងដែនកំណត់ក៏ប៉ុន្តែចំពោះវិសាលភាពគេចង់និយាយពីអត្តពលរបស់វាប្រើបានជាមួយនឹង system ផ្សេងទៀតជាមួយនឹងកន្លែងផ្សេងទៀតអត់អានឹងបានគេនិយាយវិសាលភាពដែនកំណត់គេនិយាយអំពីការងារយកតម្រងយល់ទេហ៎យល់ទេនិយាយអ្វីដែលយើងនិយាយមិញនេះអានឹងជាដែនកំណត់ដល់ពេលវិសាលភាព system មួយហ្នឹងมันអាចយកទៅប្រើនៅកន្លែងគេទេឬក៏អាចយកទៅប្រើបានក្នុងលក្ខណៈប្រហាក់ប្រហែលអានឹងវិសាលភាពតើណាហើយបើវិសាលភាពយើងអាច note បញ្ជាក់បានប្រាប់ថា system មួយហ្នឹងតាមលក្ខណៈ administrator ដែលយើងបានដឹងកន្លែងផ្សេងទៀតគេអាចមានចេះតែវានៅខ្វះខាតឡើយនេះយល់ទេអានឹងវិសាលភាពយល់ទេយល់លោកគ្រូបាទអាឡែងខ្ញុំខ្ញុំនិយាយតិចអាកន្លែងវិសាលភាពវិញនឹងដែនកំណត់ហ្នឹងខ្ញុំ research ទៅតាម website គេនិយាយមកលើខ្ញុំនិយាយតាមតែខ្ញុំ research មើលទៅឃើញគេថាវិសាលភាពហ្នឹងនិយាយអាការងារណាដែលយើងអនុវត្តឬក៏យើងធ្វើបានហ្មងយើងធ្វើបានប៉ុន្មានគឺអាហ្នឹងគេហៅថាវិសាលភាពឬក៏ scope ប៉ុន្តែអាឡែងដែនកំណត់ហ្នឹងយើងនិយាយដូចនៅក្នុងនេះវិញគេថាកន្លែងនេះដូចជាដែនកំណត់របស់យើងគឺការរួមបញ្ចូលជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតគា integrate API របស់យើងហ្នឹងទៅកាន់ bank ចូលលុយឲ្យបុគ្គលិកផ្ទាល់មកហ្នឹងជាដែនកំណត់ដែលយើងអាចទៅដល់គ្រូហ្នឹងអាហ្នឹងចឹងមកខ្ញុំដាក់អញ្ចឹងមកម្ដងទៀតគ្រូស្ដាប់មិនតាន់បានទេតាមដែលខ្ញុំ research នៅតាម website researcher របស់report របស់ paper របស់គេអញ្ចឹងណាលោកគ្រូវិសាលភាពហ្នឹងគេចង់និយាយពីចំណុចទាំង lain ណាដែលយើងអាចធ្វើបាននៅក្នុងប្រព័ន្ធរបស់យើងឧទាហរណ៍ថាដូច feature ឬក៏ function based on role នៅក្នុង system របស់ខ្ញុំមួយហ្នឹងអាហ្នឹងអ្វីដែលខ្ញុំធ្វើបានអាហ្នឹងគេហៅថាវិសាលភាពហើយតទៅពេលដែនកំណត់គឺនិយាយពីអា system របស់ខ្ញុំហ្នឹងអត់អាចទៅដល់ឧទាហរណ៍ថាកន្លែង system ជាក់ស្ដែងគឺយើងអត់អាច integrate API របស់យើងទៅកាន់ bank ណាមួយបានទេដើម្បីចូលលុយឲ្យបុគ្គលិកហ្នឹងអាហ្នឹងយើងដែនកំណត់របស់យើងអាហ្នឹងក្រៅដែនរបស់យើងហើយអញ្ចឹងអាដែនកំណត់ហ្នឹងគឺខ្ញុំនិយាយជាអញ្ចឹងវិញខ្ញុំដាក់ based on ទៅលើ paper research និយាយដែនកំណត់ម្ដងទៀតណាគ្រូស្ដាប់បាទចំពោះដែនកំណត់នេះលោកគ្រូបើខ្ញុំ research ទៅខ្ញុំបោះ reference ហ្នឹងឲ្យលោកគ្រូដែរហ្នឹងជា website global ទៅពិភពលោកគេទៅ research ហ្មងអាហ្នឹងគេនិយាយថាដែនកំណត់ហ្នឹងគឺជាមុខងារមួយចំនួនដែល system ឬក៏ website របស់យើងអត់អាចធ្វើបានឧទាហរណ៍ថា HR management system របស់ខ្ញុំហ្នឹងវាអត់អាចរួមបញ្ចូលឬក៏ integrate ជាមួយនឹង API របស់ធនាគារទេដើម្បីឲ្យគាត់បាញ់លុយមកឲ្យក្រុមហ៊ុនអញ្ចឹងអាហ្នឹងគឺយើងធ្វើអត់ដល់ទេហ្នឹងគេហៅថាដែនកំណត់របស់ពួកខ្ញុំអត់អាចទៅដល់ហ្នឹងទេ
គ្រូតន់អត់ ខ្លះតន់គ្រូតន់មិនតន់ទេប៉ុន្តែកន្លងមកគ្រូស្ដាប់ឬសូកូនសិស្សឆ្លើយពីដែនកំណត់និងវិសាលភាពក៏នៅទម្រង់លំនាំហ្នឹងអញ្ចឹងបានគ្រូព្យាយាមស្ដាប់ម្ដងទៀតអូខេក៏ប៉ុន្តែអ្វីក៏ដោយអូនកដោវាឲ្យច្បាស់អំពី content នៃ project ឬក៏សារណាឲ្យច្បាស់ដាក់វាច្បាស់ហើយម្យ៉ាងវិញទៀតការសិក្សាស្រាវជ្រាវកម្រិតដែលបងអូនទាញយកពីខាងក្រៅហ្នឹងពេលខ្លះវាអាចខុស content របស់សាលាអូខេមើលគោលការណ៍របស់សាលាវិញមើលកន្លែងហ្នឹងមើលគោលការណ៍របស់សាលាវិញព្រោះសាលាគេឲ្យគំរូគេឲ្យ content អូខេបាទគ្រូអត់ទាន់ហ៊ានបកកាយថាមិនទេប៉ុន្តែអ្វីដែលបងអូនយក reference ពីនឹងតែវាជាតែស៊ីឬក៏ជាស្អីហ្នឹងជា global research តែ global ហើយតែវាមាន model របស់វា model global សម្រាប់សរសេរបោះ PhD បោះបញ្ញាបត្រឬក៏បោះ master ត្រូវមានប៉ុន្តែនៃពាក្យវានៅតែដដែលទេនៃពាក្យវានៅតែដដែលទេណានៃពាក្យបាទប៉ុន្តែគ្រូធ្លាប់ជួបសិស្សបាទសួរសិស្សដែលថាអូគ្រូសិក្សាថាវិសាលភាពបាទវិសាលភាពគឺអ្វីដែលយើងធ្វើអត់បានឃើញទេឃើញផ្ទុយពីបងអូននិយាយហ៎បាទប៉ុន្តែគ្រូធ្លាប់ដឹកនាំនិយាយចំទៅគ្រូបើកស៊ីឈ្នួលទៅធ្វើគម្រោងឲ្យគេដែរតាអញ្ចឹងគ្រូដឹងថាគ្រូអនុវត្តដែនកំណត់មានន័យថាយើងធ្វើបានអីហ្នឹងគឺដែនដល់ពេលវិសាលភាពគឺបានន័យថាយើងយកលទ្ធផលហ្នឹងទៅប្រើហ្នឹងក្នុងលក្ខណៈកម្រិតណា system ក្រុមហ៊ុនដូចគ្នាឬក៏អត់អូខេលោកគ្រូយល់បាទគ្រូខ្ញុំសុំមួយបាទនិយាយមកអញ្ចឹងបើសិនជាអញ្ចឹងឥឡូវខ្ញុំ follow អាកំណត់ហ្នឹងទៅជាមួយលោកគ្រូវិញតែដល់ពេលដែលការពារករណីដែលដល់ឡើងហ្នឹងបើសិនជាវិជ័យវែងយ៉ាងហ្នឹងលោកគ្រូជួយខ្ញុំវិញអូនឯងថាស្មានតែគ្រូហ្នឹងមិនមែនមនុស្សមិនទទួលខុសត្រូវមែននេះគ្រូឲ្យបងឯងធ្វើអីសិតតែ record ព្រោះគ្រូអត់ចូលចិត្តហ្នឹងឯងហើយបើសិនជាកិច្ចការនឹងខុសបើកិច្ចការនឹងវាខុសគឺគ្រូធានាគ្រូឈរបាទណាប៉ុន្តែឯកសារយោងរបស់បងឯងហ្នឹងវាឆ្កងពីគេតិចហើយបាទប៉ុន្តែមើលគ្រូនឹងព្យាយាមទៅតាមមើលតទៀតពីព្រោះគ្រូឃើញទស្សនៈអ្នកខ្លះនិយាយវិសាលភាពគឺនិយាយថាអ្វីដែលធ្វើមិនបានវិសាលភាពអាចណាអាចបដិសេធនិងអាចមិនបដិសេធយ៉ាងម៉េចបានន័យថា system មួយហ្នឹងវាធ្វើ specific តែក្រុមហ៊ុនមួយហ្នឹងឯងអ្នកផ្សេងទៀតក្រុមហ៊ុនផ្សេងទៀតមិនអាចយកទៅប្រើបានទេណាហើយណាបើដែនកំណត់វាធ្វើបានអីខ្លះគឺបញ្ជាក់ថាបានអានេះក្រៅពីអាហ្នឹងគឺធ្វើអត់បានទេមិននិយាយទេដល់ពីវិសាលភាពមានន័យថាទាញយកទៅប្រើតែប្រើបានតែកន្លែងហ្នឹងឯងប្រើបានច្រើនកន្លែងអូខេបាទតែធ្វើមួយប្រើបានច្រើនឬក៏ធ្វើមួយប្រើបានមួយអាហ្នឹងគឺសំដៅលើវិសាលណាវិសាលភាពគ្របដណ្ដប់ទៅលើឲ្យតាការងារក្រុមហ៊ុនដូចគ្នាគឺប្រើបានទាំងអស់ហ្មងអាហ្នឹងសំដៅលើវិសាលភាពបាទប៉ុន្តែគ្រូព្យាយាមមើលអា reference របស់បងឯងមើលវាយ៉ាងម៉េចប៉ុន្តែប្រហែលជាអត់ទៅមានពេលទេបាទណាបាទអូខេអញ្ចឹងខ្ញុំសុំ note បន្តិចមើលកន្លែងមានថតសម្លេងទុកអាហ្នឹងដាក់ឲ្យដឹងថានេះគ្រូធ្លាប់ការពារតក៏បាទថតលោកគ្រូខ្ញុំ record ដែរឲ្យ record ហើយឥឡូវខ្ញុំសុំនិយាយឡើង scope អញ្ចឹង scope ហ្នឹងខ្ញុំ define ថាវាជាវិសាលភាពអញ្ចឹងវិសាលភាពជាអីគេលោកគ្រូជាអ្វីដែល system របស់យើងធ្វើបានប៉ុន្តែយើងអត់
អត់តនីថាវាអាច dynamic ទៅគ្រប់កន្លែងតាមក្រុមហ៊ុនតែថាខ្ញុំធ្វើ system នៅ អានេះ scope អានេះ scope ណា scope បងឯងណាដែរណោះយ៉ា ដែរនេះគ្រូនេះ limitation នៃពេញរបស់វានៅតាណាกันមើលនៅក្នុង chapter 3 ខ្ញុំអានឲ្យលោកគ្រូស្ដាប់ដែរ អត់ទេចង់មើលរចនាសម្ព័ន្ធនៅក្នុង chapter 3របស់សាលាchapter 1សុំទោស chapter 1ដែនកំណត់ យកគំរូរបស់គេបាទណាដែនកំណត់ហ្នឹងចង់ចុះទៅខ្ញុំនៅក្នុងក្រុមក៏មានលោកគ្រូខ្ញុំធ្លាប់ forward ចូលជាមួយខ្ញុំចូលទៅមើលរបស់គេដែរ បើកលើហ្នឹងតើបើកចោលអត់អីទេ នេះខ្ញុំចូលទៅ line resource នេះខ្ញុំធ្លាប់ forward ដាក់ទៅទាំងអស់ឥឡូវយើងចូលទៅមើលចំពោះទី1លោកគ្រូមើលពាក្យឥឡូវគ្រូកំពុងសង្ស័យពាក្យណាលោកគ្រូនេះឡើយចូល បាទពាក្យខ្មែរគ្រូច្បាស់ហើយតែដល់ពាក្យអង់គ្លេសមកបាទអង់គ្លេសscope ហ្នឹងជាវិសាលភាពហ្នឹងហើយលោកគ្រូបាទអត់ទេមាន boundary system boundary ចូលទៅមើលរបស់គេអាណា content របស់សាលាហ្នឹងមើលទៅកន្លែងដែនកំណត់លេលោកអត់ទេឃើញទៅសេជាខ្មែរសតហ្នឹងឃើញទេសេជាខ្មែរខ្ញុំនិយាយក្នុងន័យជាខ្មែរតែឥឡូវទៅមើលក្នុងន័យជាភាសាអង់គ្លេសរបស់សាលាគេឲ្យសាលាគេនឹងឲ្យនៅណាបងណ៎ឃើញគុំដាក់គ្លៀបចាក់ពីក្បួនរបស់គេទី1យើងទៅចែកគ្នាទី2ព្រោះបើខ្ញុំធ្វើសារណាឲ្យខាងសាលាផ្សេងយើងយក scope របស់សាលាផ្សេងយកមកនិយាយអញ្ចឹងណាយើងត្រូវគោរពគេកន្លែងហ្នឹងឥឡូវខ្ញុំសុំចូលទៅ try កន្លែង get share តិចណាគាត់ share តានេះណាគ្រូគាត់ share resource តាតិចខ្ញុំសុំចាំមើលគាត់អ្វីដែលគាត់ share ឲ្យពួកខ្ញុំដូចជានៅក្នុង chapter 3បងប្អូនហ្នឹងមានហើយរបស់គេមានស្រាប់តាទៅមើល chapter 3ហ្មងទៅមើល chapter 3មាន content របស់គេនេះលោកគ្រូកន្លែងគេ share ឲ្យពួកយើងហ្មងមានតែប៉ុណ្ណេះលោកគ្រូនេះព្រោះមើលគៀនអត់ឃើញទេមើលឃើញមួយកណាត់នេះលោកគ្រូឥឡូវអានេះពួកខ្ញុំ software អញ្ចឹងនេះ software thesis form thesis 2023គាត់ផ្ញើនឹងឲ្យដែរអញ្ចឹងទី1មានតែគាត់ប្រាប់តែ format ទេលោកគ្រូប្រាប់តែគាត់ប្រាប់តែ chapter 1គ្រូមើលមកជំរាបមើលអត់ឃើញមើលឃើញអក្សរចុងគ្រូឃើញអត់ឃើញតែពាក់កណ្ដាលឃើញតែក្រហមហើយហ្នឹងនៅអក្សរខាងដើមអក្សរអីគេណាឈ្មោះ content ហ្នឹងនេះលោកគ្រូបាទតែបោះ software បាទអញ្ចឹងគេឲ្យតាឥឡូវនេះទី1អាហ្នឹងគេនៅគ្រាន់តែប្រាប់ពី define អត្ថបទការចុះបន្ទាត់អីអស់ហ្នឹងទេបាទហ្នឹងអត់ទេខ្ញុំអត់ត្រូវការហ្នឹងទេទៀតអត់ប្រាប់ឲ្យបើកបាទមកអាណា chapter 1 2 3ណាមែនទេ cover ទេ chapter 1នេះគេឲ្យមក introduction ប៉ុណ្ណឹងហើយចុះរមកទីមកគៀនមកមើលអត់ឃើញគៀនអត់មានអីទេលោកគ្រូនេះគេអសរគេឲ្យតែអញ្ចឹងទេមែនទេគេមានរចនាសម្ព័ន្ធរបស់គេអត់ខ្ញុំអត់ដឹងថាគេឲ្យនៅណាតែបើគាត់តាមរយៈដែលគាត់ share ឲ្យពួកខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវគាត់ឯងចូលទៅ chapter 3បាទពុំទី3ហ្នឹងហើយចុះទៅក្រោមរូបនេះគ្រូរីគុណបើឯកសារទ្រឹស្ដីពាក់ព័ន្ធគាត់ដាក់រូបផ្សេងហើយដល់អាពីលមកដល់កន្លែងនេះគាត់ដាក់រូបផ្សេងមានន័យថាទ្រឹស្ដីនឹងនិយាយផ្សេងមកអនុវត្តផ្សេងដាក់រូបឲ្យដូចគ្នាឯកសារពាក់ព័ន្ធនៅក្នុង chapter 2តែឥឡូវក៏បានហោហែទុកហ្នឹងសិនណាទៅមើលរឿងមួយនេះចប់សិនទៅចុះក្រោមនេះ chapter 1នេះទីខិតមកខាងចុងវិញមកមើលខាងចុងវិញងាកមកខាងចុងវិញ
បាទទៀតនេះអត់ទៅសេជាអង់គ្លេសខាងចំមើលខាងចំមកអត់ទេឆាប់នៅក្នុង chapter 1គេនិយាយប្រហែលចំណុចបាទនិយាយ2 4 5បាទ5ចំណុចអូខេនេះងាកទៅទៀតងាកមើលឲ្យពេញមើលមើលអត់ដាច់ផងទីបាទវិសាលភាពបាទវិសាលភាពនិងដែនកំណត់អូខេវិសាលភាពនិងដែនកំណត់ណាវិសាលភាពពិតវិសាលភាពនិងដែនកំណត់អញ្ចឹងតាមកពិតពាក្យរបស់វាមិនមែន limitation ទេបាទណាមែនទេខ្ញុំអត់ដឹងថាបកហ្នឹងមិនទេណាប៉ិនវិសាលភាពមានន័យស្មើនឹងបាទដែនកំណត់និងវិសាលភាពតែនេះវិសាលភាពនិងដែនកំណត់ឥឡូវលោកគ្រូយើងចង់មិនឥឡូវលោកគ្រូ trust AI អត់បាទលោកគ្រូជឿជាក់លើ AI អត់ពេលវេលាយើងដើរតាមគំរូរបស់សាលាអូនមិនគ្រូចេះតែយក AI យកមកចាប់តែប៉ុន្តែអា content ហ្នឹងត្រូវតែនេះបាទលោកគ្រូណាអាបកហ្នឹងពេលsystem boundary ណា boundary បាទកន្លែងហ្នឹងមកកន្លែងនេះមិនមែនដែនកំណត់ហ្នឹងមែនលោកគ្រូបាទកន្លែងដែនកំណត់ហ្នឹង system boundary មែននេះអាវិសាលភាពនឹងដែនកំណត់ហ្នឹងគាត់ឯងយកទៅបកមើលប៉ុន្តែដល់ពេលហ្នឹងដាក់ limitation ដូចគាត់ឯងថាឡើយសាប់មើលឥឡូវខ្ញុំគេមាន format របស់គេយក Google Translate ទៅដែរអញ្ចឹងខ្ញុំសេខ្មែរវិសាលហ្នឹងមក scope copy អាហ្នឹងមក copy ទាំងអស់មកដើម្បីឲ្យវានៅក្នុងសងតង់តែមួយ limitation of study វិសាលភាពនិងដែនកំណត់ក្នុងការសិក្សាគឺជា scope និង limitation of study អញ្ចឹងខ្ញុំពាក្យរាយពាក្យបច្ចេកទេស boundary system boundary បាទចោះគំរូរបស់សាលាលើមុតមានតា system boundary អូខេទឹកខ្លួនឯងទៅចឹងកន្លែងហ្នឹងទៅមើលទម្រង់របស់គេទៅមានពាក្យ boundary ប៉ុន្តែបើសិនជាគេដាក់វិសាលភាពនិងដែនកំណត់វិសាលភាពតាមកពិតដែនកំណត់និងវិសាលនោះ boundary ប្រែថាព្រំដែនបាទព្រំដែនបាទព្រំដែនដូចបាទហ្នឹងឯងលោកគ្រូបាទ system boundary ប៉ុន្តែយើងចូលចិត្តមកនិយាយពាក្យ scope និយាយកម្លាយពាក្យមកទាំងអស់ហ្នឹងអញ្ចឹងណាកម្លាយពាក្យមកទាំងអស់ហ្នឹងពាក្យបច្ចេកទេស zin របស់គេហ្នឹងនៅដើមមកកាលនិយាយរួមសភៅហ្នឹងរៀបរយតាំងពីណតតមកពួកហ្នឹងយកគម្រោងតាមគ្នាទាញយកមកទេហើយម្នាក់មកឆ្លៃតាមspecific របស់ខ្លួនឯងរៀងខ្លួនទៅបាទខ្ញុំចូលរួមរៀបអាហ្នឹងចូលរួមធ្វើអាហ្នឹងប៉ុន្តែគាត់ទៅចោលទៅហើយចេះតែអានថាវាមិនខ្វល់វាមិនអីចេះហើយអីទៅអូខេហ្នឹងហើយបាទប៉ុន្តែនៅក្នុងសាសនាឥឡូវគេលុបពាក្យបរទេសចោលអស់ហើយតែឯនៅដូចជាគេដាក់ដែនកំណត់ក្នុងវិសាលភាពលោកគ្រូបាទដាក់តាមវិសាលភាពឲ្យដែនកំណត់ខ្ញុំអត់ឃើញគេ mention អង់គ្លេសហ៎មានតែសរខ្មែរហ្នឹងលោកគ្រូហ្នឹងនឹងឃើញដូចបច្ចាស់គ្នាវិសាលភាពនិងដែនកំណត់វិញតែប៉ិតដែនកំណត់និងវិសាលភាពបាទណាយកបាទអាហ្នឹងវាទៅអញ្ចឹងបើសិនវិសាលភាពនិងដែនកំណត់ទៅនៃបងឯងវា linear វាលំដាប់ពីអាធ្វើបានរួចហើយអាព្រំដែនអញ្ចឹងទៅបាទតែអត់ដឹងទេកន្លែងហ្នឹងបាទប៉ុន្តែគេដាក់ដែនកំណត់ផ្សេងវិសាលភាពផ្សេងណាអាចមើលគំរូបោះពីណាម្នាក់មួយទៅបើខ្ញុំឥឡូវខ្ញុំចុចទូរស័ព្ទមកបានមើលគំរូរបស់គេបើលេខខ្ញុំ
ស្រង់គំរូពីបងឆាយាក៏គាត់ឲ្យគំរូខ្ញុំមួយដែរហើយក៏ខ្ញុំមើលទៅគាត់អញ្ចឹងដែរលោកគ្រូ បាទឆាយាកើតទេការពារនេះប្រកបសាលាអត់ដាក់អាការ៉េតអត់ដាក់បន្ទុកហ្នឹងហើយដល់ពេលសិស្សចិត្តទៅយកអាលំនាំមកណាកុំអី បាទលោកគ្រូតែលោកគ្រូសុំសម្រាប់គ្រប់សាសនាដែលខ្ញុំបានទៅមើលទាំងអស់លោកគ្រូអាសាសនាសិស្សច្បងចំនួនមុនដែលខ្ញុំទៅបានទៅមើលភាគច្រើនអាឡៃដែនកំណត់ហ្នឹងគឺគាត់ mention ថានេះអាចចំណុចណាដែល system យើងទៅអត់ដល់ហើយដល់ពេលកន្លែងវិសាលភាពហ្នឹងដាក់តា system ដែលយើងអាច control ហ្នឹងអាចធ្វើបានលោកគ្រូ ឥឡូវ follow តាមបងឯងគាត់ធ្វើទៅប៉ុន្តែដាក់ trade ទៅ បានលោកគ្រូខ្ញុំ ដាក់ឲ្យជាក់លាក់ទៅ follow តាមគេទៅ លោកគ្រូ បើយើងយកលំនាំគេទៅរួចហើយចាំតការពីមួយគេទៅ បាទលោកគ្រូ បាទ អញ្ចឹងខ្ញុំសូម បើមានឱកាសខ្ញុំនឹងនិយាយអាហ្នឹងឲ្យដឹងថាអាវិសាលភាពហ្នឹងវាយ៉ាងម៉េចដែនហ្នឹងវាយ៉ាងម៉េចបាទ ឥឡូវខ្ញុំសូមសួរលោកគ្រូមួយចុងក្រោយមួយទៀតអញ្ចឹងជាធម្មតាប៉ុន្តែគេដាក់តែបន្តិចចឹងទេទាំងអញ្ចឹងផងខ្ញុំគួរតែធ្វើតាមលោកគ្រូដូចឡើងលោកគ្រូប្រាប់មុនហ្នឹងទៅលោកគ្រូដាក់ trade ឲ្យច្បាស់ជាងគេកុំ បាទ បើគេវាមិនច្បាស់អា document ណាយើងយកគំរូតាមគេអានេះរបៀបយើងច្រឡងតាមគេលុបតាមគេហ្នឹងណាបាទសាលាគួរ note អាឡែងណាវាឲ្យទៅជាសភៅ standard ខ្ញុំចង់ទាញបងឯងឲ្យហើយមុនដើម្បីកែតម្រូវឲ្យល្អបាទបើតាមលក្ខណៈ software ប៉ុណ្្នឹងវាល្មមយើងណាថ្ងៃនេះខ្ញុំស្ដាប់បានអា software វាល្មមហើយមកកែអាសភៅឲ្យវាស្អាតតាំងពីដើមទីតាក់ពាក្យខែប្រមាណមកខែ3ខែ4មកយើងស្អាតអង្គុយសោយបាត់អាហ្នឹងវាចឹងណា បាទគ្រូ ឥឡូវបងឯងធ្វើមិនធ្វើទៅប៉ុន្តែខ្លឹមសារដាក់ឲ្យពេញហើយចាំនេះដាក់ trade មួយទៅវិសាលភាពគាត់ទៅប្រាប់ថាយ៉ាងម៉េច បាទ ចង់យល់អាណាជាដែនកំណត់យល់អាណាជាវិសាលភាពយល់ទៅតែចិត្តទេតែជាទូទៅក្នុងលក្ខខណ្ឌនៃការងារទាញបន្តគេយកដែនកំណត់ហ្នឹងគេយកដែនកំណត់ហ្នឹងយកទៅវិភាគធ្វើ DFD អញ្ចឹងអាដែនកំណត់ហ្នឹងណាគឺជាធាតុលម្អិតអញ្ចឹងណាកាលណាយើងស្គាល់ structure លក្ខណៈ document គឺទៅមកចប់អញ្ចឹងតោះឥឡូវ follow តាមមិនក៏តាមទៅបាទ លោកគ្រូអញ្ចឹង បាទ យល់លោកគ្រូ បាទ អញ្ចឹងអរគុណច្រើនលោកគ្រូសម្រាប់ចូល meeting ហើយ បាទ លោកគ្រូបាទ បាទ បាទ បាទ10នាទីហើយ ដល់ទេបាទ 10នាទីបងជា ជម្រាបលាលោកគ្រូ បាទបាយបាយ គ្រូសុខ ទេលោកគ្រូអរគុណ បាទអរគុណ គ្រូជាយល់តែខ្ញុំយល់